បាទnè គ្នានឹងមកព្រៀនតិចតួចចឹងណាជាពួកណាគេដែលមាន Telegram ជាប់ MFV បងលុយ1រៀលមកចូលលេងកើតហ្នឹងមកធ្វើតាមរបស់គ្នាជាដំបូងណាគ្នាចូល Google មកហើយណាគ្នា search ថា Telegram ហើយ Telegram old version APK នេះយក version នេះទៅ search យក version 11.8.1 ហើយទៅអា file លើគេហ្នឹងគឺយកមកអា website លើគេហ្នឹងហើយ scroll មកក្រោមនេះអានហ៎នេះអានវាដាក់អញ្ចឹងអានផងហើយទៅមកចុចលើនេះគឺហ្នឹងអូមកក្រោមវិញទៀតអូចាំអូលេងអូមើលលេងនេះវា load មកហើយទៅមកវានេះចុចចូល dit អូខេឥឡូវវា download ពេញហើយឥឡូវចុចលើហ្នឹងមកសារសាប់ខ្ញុំចិនអញ្ចឹងបើអ្នកគ្នានេះទេដែរបើសិនជា China ROM ខ្ញុំវិជាអ្នកដែល Global ROM មិនចាំសូវpay attention ទៅលើការបញ្យល់របស់ខ្ញុំនឹងទេនិយាយទៅ Global ROM វាស្រួល down ជាងតែប៉ុណ្ណា 2 in 1មកនិយាយទៅ 2 in 1មក China ROM គេចុចនេះជាមួយនឹង down APK កើតចុចខាងស្ដាំដៃហ្នឹងមកតមកវាដាក់ install ចុច install មកចុចលើជាត្រេ3ណាចុចនេះហើយ scan កញ្ចក់ដៃឬក៏វាយលេខកូដណាគេដាក់ទៅវា install លេង Telegram វាមាន2គេវាមាន2ទៀតអានេះឥឡូវយើងមកមើលនៅពេលយើងវាយលេខទូរស័ព្ទយើងចូលមកហើយយើងដាក់ចុចអាសញ្ញាគ្រីសហ្នឹងហើយចុចយ៉ាគេវា send code មកឲ្យខ្ញុំវាអត់ send code មកទេដោយសារតែខ្ញុំប្រើ Telegram 2ក្នុងពេល1អញ្ចឹងវា send មកវាចូលនេះករណីដែលអ្នកគ្នាមាន Telegram 1ប៉ុន្តែអ្នកគ្នាចង់ log in ចូល Telegram មួយទៀតនៅក្នុងទូរស័ព្ទផ្សេងមួយទៀតឧទាហរណ៍ដោយទូរស័ព្ទ3ទាំង3ខ្ញុំមានទូរស័ព្ទ3ទាំង3ខ្ញុំហ្នឹងគឺ Telegram តែមួយនឹងគត់ពេលអ្នកធ្វើវីដេអូអ្នកធ្វើយ៉ាងទៅអញ្ចឹងTelegram មួយខ្ញុំ log in 3ទូរស័ព្ទអញ្ចឹងឃើញអត់នេះវាឲ្យ verification code វាឲ្យមកដូចនេះអញ្ចឹងនេះវាឲ្យមកដូចនេះអញ្ចឹងនេះវាឲ្យមកដូចហ្នឹងវា verification code លើនេះករណីអញ្ចឹងប៉ុន្តែឧទាហរណ៍បើសិនជាអ្នកគ្នាមានទេបើសិនជាអត់មានការចាំបាច់យើងចុច delete code មកវាចេញអញ្ចឹងមានន័យថាយើងចាំរយៈពេល2ទៅ3ថ្ងៃទៀតទៅវាគិតថាយើងនឹងបាត់ទូរស័ព្ទឬក៏បាត់ Telegram ទៅវាសែនតែថ្មីឲ្យវាលេង Telegram ថាវាលេងនេះវាលេងឲ្យយើង get code ពីនេះវាលេងយើង get code ពី Telegram ទៀតហើយវាឲ្យយើងបានកូដថ្មីពីទូរស័ព្ទដែលយើងកំពុងកាន់នៅហើយវាឲ្យយើងកាន់តែយើងបោកស័ព្ទចោលច្រឡំបោកចោលអីហ្នឹងវាបាត់ Telegram យើងចង់ login ចូលវិញយើងចាំលេខទូរស័ព្ទយើងចាំឲ្យ verification code រួចទៅប៉ុន្តែយើងអត់បាន verification code នោះទេដោយសារ verification code ហ្នឹងវាចូលមក Telegram ចាស់របស់យើងហើយ Telegram ចាស់3ទូរស័ព្ទអត់អីយើងអត់កើតទេតោះចាំប្រហែលមួយនាទីថ្ងៃទៅ2ថ្ងៃខ្ញុំធ្លាប់ខ្ញុំនិយាយប្រាប់ដូចទូរស័ព្ទ Vivo មួយម៉ាខ្ញុំនោះអញ្ចឹងបាទអរគុណសម្រាប់ការតាមដានជួបគ្នាពេលអនាគតមកដែរ